លោកប្រធានាធិបតី Donald Trump លោកចាក់ចេញពីសហរដ្ឋអាមេរិកនៅព្រឹកថ្ងៃអង្គារគឺបានមុននេះបន្តិចលោកបានចេញពីសហរដ្ឋអាមេរិកហើយពីព្រោះនៅអាមេរិកនេះនៅថ្ងៃអង្គារណាលោក Trump បានចាក់ចេញនៅព្រឹកថ្ងៃអង្គារនេះដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការអូតង់ដែលហៅថា NATO នៅទីក្រុងឡាអេប្រទេសហូឡង់ត្រឹមតែប្រមាណថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកបានសម្រេចបើកការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់នឹងតែប្រមាណម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកបានប្រកាសបទឈប់បាញ់ក្នុងចំនួនរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់វានឹងជាលើកទី1ហើយដែលលោកត្រាំនឹងជួបជាមួយនឹងសម្ព័ន្ធមិត្តអឺរ៉ុបរបស់សហរដ្ឋអាមេរិកចាប់តាំងតែពីលោកបានចូលកាន់អំណាចនៅក្នុងសេតវិមានវិញតាំងពីខែមករាមកហើយមួយថ្ងៃមុនពេលចាក់ចេញគឺលោកត្រាំបានឃើញថាអ៊ីរ៉ង់បានវាយប្រហារសងសឹកទៅលើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសកាតាហើយលោកត្រាំបាននិយាយថាកំជ្រួចចំនួន13គ្រាប់ទៅបានស្ទាក់ចាប់និងគ្រាប់ទី14គឺបាញ់ខុសគោលដៅណាលោកប្រកាសចាំមិញណានៅក្នុងសន្និដ្ឋានរបស់លោកនៅក្នុង tweet របស់លោកប៉ុន្តែនៅពេលចាក់ចេញពីសេតវិមានលោក Trump បានប្រាប់ទូរទស្សន៍ ABC News នៅព្រឹកថ្ងៃអង្គារនៅប្រាប់មុនបន្តិចហ្នឹងថាលោកមិនសប្បាយចិត្តជាមួយអ៊ីស្រាអែលនិងអ៊ីរ៉ង់នោះទេបន្ទាប់ពីបទឈប់បាញ់គ្នាចូលបានប្រហែលម៉ោងរវាងប្រទេសទាំងពីរគឺប្រទេសទាំងពីរហ្នឹងបានធ្វើឲ្យខូចបទឈប់បាញ់ហ្នឹងដោយបាញ់ដាក់គ្នាណាតាមសេចក្តីរាយការណ៍លោកថាដោយបាញ់ដាក់គ្នាលោកត្រាំបាននិយាយថាអ៊ីរ៉ង់និងអ៊ីស្រាអែលគឺរំលោភបទឈប់បាញ់គ្នាទាំងពីរលោកថាទាំងពីរហ្នឹងអត់មានណាមួយខុសណាមួយទៅគឺរំលោភទាំងពីរនេះលោកត្រាំបាននិយាយថាលោកមិនសប្បាយចិត្តទេប្រសិនបើអ៊ីស្រាអែលសងសឹកវិញនៅព្រឹកនេះដោយសារតែគ្រាប់រ៉ុកែតមួយគ្រាប់ដែលមិនបានបាញ់ចំគោលដៅហើយមិនបានត្រូវកន្លែងណាទេដោយលោកនិយាយថាអ៊ីស្រាអែលចោទអ៊ីរ៉ង់ថាបាញ់មីស៊ីលទៅដាក់អ៊ីស្រាអែលក៏ប៉ុន្តែអ៊ីរ៉ង់បដិសេធណាសូម្បីតែអាយ៉ាហ្សេរ៉ាផ្សាយមុននេះបន្តិចហ្នឹងថាអ៊ីរ៉ង់គាត់បដិសេធគាត់ថាអត់មានបាញ់ទេគឺវាចាច់ដល់កន្លែងណាទេហើយអញ្ចឹងលោកតាមគាត់ថាគាត់ថាក្របគេបាញ់មកក្របមកវាខុសគោលដៅផងព្រោះគេបាញ់ទម្លាក់វិញបាននោះហើយអ៊ីរ៉ង់គ្នាបដិសេធថាមិនបាញ់ផងហ្នឹងហើយយកអារឿងហ្នឹងទៅលេះសងសឹកវិញអាហ្នឹងគឺអត់បានទេណាលោកត្រាំលោកថាអញ្ចឹងបន្ទាប់ពីការហើយលោកនឹងមានគម្រោងទៅប្រទេសទៅចូលរួមកិច្ចប្រជុំអូតង់ហ្នឹងរយៈពេលខ្លីទេហើយនឹងត្រូវត្រឡប់មកសហរដ្ឋអាមេរិកវិញនៅល្ងាចថ្ងៃពុធល្ងាចស្អែកនេះត្រឡប់មកសហរដ្ឋអាមេរិកវិញហើយពេលដែលលោកចូលទៅក្នុងកិច្ចប្រជុំហ្នឹងគឺលោកត្រាំមានអធិភាពសំខាន់មួយចំនួនគឺលោកចង់ឲ្យសម្ព័ន្ធមិត្តហ្នឹងបង្កើនការចំណាយទៅលើវិស័យការពារជាតិនៅទូទាំងប្រទេសនៃសមាជិកទាំងអស់ឲ្យកើនឡើងពី 2% នៃផលិតផលក្នុងស្រុករបស់ពួកគេទៅដល់ 5%ដែលនេះជាបញ្ហាសំខាន់មួយសម្រាប់លោកត្រាំមុននឹងចំនួននៅមជ្ឈមបូព៌ានឹងកើតឡើងទៅទៀតពីព្រោះលោកត្រាំបានត្អូញត្អែជាយូរមកហើយថាសហរដ្ឋអាមេរិកបានឧបត្ថម្ភធនលើវិស័យការពារជាតិរបស់ប្រទេសសម្ព័ន្ធមិត្តហើយថែមទាំងបានគម្រាមថាលោកនឹងមិនមកការពារប្រទេសនានាដែលមិនបានបង់ថ្លៃសមាជិកភាពរបស់ពួកគេដែលជាការមួយដែលខុសចាកពីមាត្រាទី5របស់អង្គការអូតង់ដែលនិយាយថាការវាយប្រហារទៅលើប្រទេសមួយគឺប្រៀបដូចជាការវាយប្រហារទៅលើប្រទេសទាំងអស់អញ្ចឹងដែរ